បាទជម្រាបសួរវីដេអូនេះផ្ញើទៅដល់បងឆាលគាត់តែងនិយាយពីអ្នកការអីចឹងផ្សេងណាបងខ្ញុំតាមត្រេនបងអត់ទាន់ទេ វីដេអូទី1វិស័យនីលការប្រណិតឥឡូវវាប៉ះពាល់ទៅដល់វិស័យអាកាសចរកំណើនអ្នកប្រើប្រាស់នីលការថ្លៃកាន់តែច្រើនក្រុមហ៊ុនអាកាសចរបិទទ្វារកាន់តែច្រើនអាហ្នឹងគឺគ្រោះថ្នាក់ធំមែនទែនព្រោះតាមរយៈអ្នកដែល comment ប្រាប់ខ្ញុំថាពាក់នីលការថ្លៃចេះហោះដាក់នេះមួយ 100000 ជាងពាក់ឲ្យតិចទៀតហោះទៅឌូបៃកក់សម្បត្តិយន្តហោះស្អីទៀតពាក់នីលការដល់ 100000 ជាងប៉ុណ្្នឹងហើយភុយវីដេអូទី2សូមទោសផងបងប្អូនអើយដែលខ្ញុំនិយាយថាពាក់នីលការថ្លៃហ្នឹងទៅវាចេះហោះទៅមិនបាច់ទិញសម្បត្តិយន្តហោះហើយដល់អញ្ចឹងទៅវិស័យអាកាសចរវាប៉ះពាល់ព្រោះអត់មានអ្នកជិះយន្តហោះហ្នឹងខ្ញុំនិយាយលេងទេផលប៉ះពាល់ពិតប្រាកដរបស់នីលការហ្នឹងគឺវាពាក់ព័ន្ធមួយខាងមន្ទីរពេទ្យទៅនោះទៅវិញទេពាក់នីលការថ្លៃកាន់តែច្រើនខាងពេទ្យក៏បាត់បង់ចំណូលដែរព្រោះមានអ្នកខមមិនប្រាប់ខ្ញុំថាពាក់នីលការថ្លៃទៅជីវិតគាត់អមតៈដល់អញ្ចឹងទៅខ្ញុំជឿគាត់ដែរហ្នឹងណាអញ្ចឹងមិនខ្ញុំខំប្រឹងត្រប់ព្រោះលុយទៅគេលោកបានពាក់នីលការថ្លៃទៅវាអត់ចេះឈឺអត់ចេះអីចឹងណាចឹងហ្នឹងបានអ្នកដែលបារម្ភពិតប្រាកដនៅខាងពេទ្យទេបាទសូមអរគុណខ្ញុំអ្នកគ្រប់ត្រូលបងមួយរូបដែរណាខ្ញុំតាមបងអត់ទាន់ទេវីដេអូមុនបងនិយាយថាពាក់នាឡិកាថ្លៃចេះហោះហើយខ្ញុំក៏សុំខ្ញុំខមមិនថាខ្ញុំសុំតោងដែរបងឲ្យទៅឌូបៃសុំតោងដែរហោះទៅអត់បាក់អស់ថ្លៃសម្បត្តិយន្តហោះហើយដល់ពេលឥឡូវដល់វីដេអូទី2បងថាពាក់នាឡិកាថ្លៃជីវិតអមតៈឯណាទៀតហើយខ្ញុំបើជីវិតអមតៈមាននាឡិកាថ្លៃបងឲ្យជីវិតអមតៈអីហើយចាំបងប្អូនដៃទៅទេបងអូនត្រូវតែស្លាប់តដែលហ្នឹងខ្ញុំតាមត្រេនបងមិនទាន់ទេខ្ញុំ fan បងខ្ញុំ fan បង